របស់លោកបារ៉ាក់អូបាម៉ាប្រធានាធិបតីសហរដ្ឋអាមេរិកនៅកម្ពុជាឬបៃតាប្រជាធិបតេយ្យដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកនៅកម្ពុជាជាកម្រងប្រវត្តិសាស្ត្រថ្មីមួយដែលមិនធ្លាប់មានតាមពិតសហរដ្ឋអាមេរិកធ្លាប់មានចំណងទូតជាមួយកម្ពុជាតាំងពីឆ្នាំ1950-60មកហើយតែមិនធ្លាប់មានលោកប្រធានាធិបតីណាមួយបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាទេនៅឡើយទេទើបមានលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាមួយទេប៉ុណ្ណោះដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាមុនគេអមដំណើរដោយអ្នកស្រី Hillary Clinton ជាក្រសួងការបរទេសលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី19-20 ខែវិច្ឆិកាឆ្នាំ2012គោលបំណងធំចម្បងជំវិញដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងនេះគឺលោកប្រធានាធិបតីត្រូវចូលប្រជុំជាមួយបកអាស៊ានហៅថាប្រជុំអាស៊ានអាមេរិកនៅកម្ពុជាព្រោះឆ្នាំនេះកម្ពុជាត្រូវធ្វើប្រធានបកអាស៊ានបដូវវេនបើកុំតែប៉ុណ្ណឹងម្លេះសំអត់មានវត្តមានលោកប្រធានាធិបតីបារ៉ាក់អូបាម៉ានៅកម្ពុជាទេកុំអង្គុយលើចង្អេរលើខ្លួនឯងកុំមានអំនួតលើខ្លួនឯងពេកតែមន្ត្រីនាំពាក្យស្រវឹងអំនួតឆ្លក់ក្បាលមេក្រូភ្នំពេញចេញសម្ដីខ្ពស់ជាងមេឃយកមេឃទ្រពអង្គុយហាស្ដីឡើងថាបើអាមេរិកមិនស្គាល់ប្រជាធិបតេយ្យឲ្យមករៀនពីកម្ពុជាថាអាមេរិកមិនមកប្រដៅកម្ពុជាហើយថាអាមេរិកមកជាមិត្តភាពនឹងកម្ពុជាគួរឲ្យចង់សើចដែលវិភាគត្រូវប្រាប់ឲ្យមន្ត្រីម្ចាស់សម្ដីរបៀបនេះបាត់ទ្វានិយាយប្រាប់មន្ត្រីស្រវឹងអំណាចគ្នាឯងដូចគ្នាវិញទៅល្អជាងចេញមកនិយាយប្រាប់ពិភពលោកព្រោះពិភពលោកមិនចេះតែជឿខុសហេតុខុសផលនោះទេតាមពិតមន្ត្រីម្ចាស់សម្ដីខ្លួនឯងអត់ដឹងប្រដៅអត់ដឹងមិត្តភាពមានន័យថាម៉េចច្បាស់លាស់ផងទេតាមពិតមិត្តភាពរវាងប្រទេសមួយនិងប្រទេសមួយបានន័យថាទុកចិត្តបើចង់ដឹងថាអាមេរិកទៅប្រទេសកម្ពុជាឬបើចង់ដឹងថាអាមេរិកទៅប្រដៅកម្ពុជាឬមិនប្រដៅទុកចិត្តឬមិនទុកចិត្តកម្ពុជាយ៉ាងណានោះមិនបាច់មន្ត្រីនាំពាក្យកុហកណាមកប្រាប់យើងទេយើងមើលតែមុននឹងពេលលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាចេញពីកម្ពុជាតែបន្តិចគង់ជ្រាបច្បាស់ហើយមុននឹងលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាអញ្ជើញទៅដល់កម្ពុជាលោកបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសថៃនិងប្រទេសភូមារួចទៅហើយនៅប្រទេសថៃលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានជួបនាយករដ្ឋមន្ត្រីថៃលោកបានអញ្ជើញទៅទស្សនាក្នុងវត្តដោយគោរពដោយរីករាយលោកបានសំណេះសំណាលជាមួយព្រះសង្ឃដោយផ្ទាល់ដោយមិនបាច់មានថៃបកនៅប្រទេសភូមា4ម៉ោងលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានជួបអ្នកដឹកនាំភូមានិស្សិតភូមាថែមទាំងបានជិះឡានទៅជួបអ្នកស្រីអង្សានស៊ូជីមេបកប្រឆាំងដល់ផ្ទះទៀតផងលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាមានប្រសាសន៍ថាស្ដាយដែលលោកមកទីនេះឆាប់ពេកលើកក្រោយលោកថានឹងមកឲ្យបានយូរជាងនេះលោកថាលោកមកនេះមិនមែនមកគ្រប់គ្រងនយោបាយប្រទេសភូមាទេតែថាលោកមកស្វាគមន៍ប្រទេសភូមាដែលប្រទេសភូមាបានផ្លាស់ប្ដូរផ្នត់នយោបាយឲ្យឆ្ពោះទៅមុខហើយផ្ដល់ជាប្រាក់170 លានដុល្លារទៀតផង
ជាកម្រៃទៅលើការផ្លាស់ប្ដូរដល់ប្រពៃនេះរួចហើយទើបលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាស្រូតដំណើរទៅកម្ពុជាលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាអញ្ជើញទៅដល់កម្ពុជាល្ងាចណាស់ហើយក្រោយគេបំផុតមកដល់ភ្លាមមានអ្នកស៊ើបការពិសេសរាប់រយអ្នកស្រាប់មានរថយន្តសម្រាប់ប្រធានាធិបតីជិះស្រាប់មានទាំងអង្គរៈពីអាមេរិក 3000 នាក់នៅចាំការពារជាស្រេចពលគឺលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាអត់យកកងការពារកម្ពុជាទេអត់ជិះឡានកម្ពុជាទេនឹងហើយឬដែលថាអាមេរិកមកជាមិត្តទុកចិត្តកម្ពុជានោះឡើងយន្តហោះចេញពីវាលយន្តហោះភ្លាមលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាឆ្ពោះទៅជួបសមមិត្តហ៊ុនសែននៅកន្លែងប្រជុំឈប់តែម្ដងមុនពេលចូលប្រជុំជាមួយបកអាស៊ាននៅថ្ងៃស្អែករាល់ពេលប្រជុំឬធ្វើអីម្ដងអត់មានអីអួតតែពីថាខ្លួនម្ចាស់ផ្ទះខ្លាចគេមិនស្គាល់ខ្លួនជាម្ចាស់ផ្ទះបើផ្ទះកើតពីធัวបានពីធัวមិនថាទេតែសុទ្ធតែផ្ទះបានពីលួចពីប្លន់គេពីសុំទានគេសោះក៏ចេះតែអួតប្រាប់គេដែរពីវាលយន្តហោះទៅភ្នំពេញមិនហ៊ានឲ្យអ្នកស្រុកឈរតាមថ្នល់ខ្លាចកកស្ទះតាមពិតខ្លាចអ្នកស្រុកលើកប៉ាយ SOS បង្ហាញសុំឲ្យលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាជួយសង្គ្រោះអាម៉ាស់មុខពេលលោកប្រធានាធិបតីចូលដល់ក្នុងផ្ទះម្ចាស់ផ្ទះដេញអ្នកព័ត៌មានចេញប្រជុំបិទទ្វារនឹងហើយឬគ្រូប្រជាធិបតេយ្យអីក៏ខ្លាចអ្នកព័ត៌មានម្លេះម្ចាស់ផ្ទះមួយឲ្យអ្នកព័ត៌មានចូលម្ចាស់ផ្ទះមួយឲ្យអ្នកព័ត៌មានចេញនឹងហើយឬបិតាឯកភាពជាតិបើធ្វើម្ចាស់ផ្ទះខ្មែរត្រូវចេះពាក្យខ្មែរថាចិត្តណាស់លិចដំរីកាន់តែលាក់កាន់តែឃើញកុំគិតថាដេញអ្នកព័ត៌មានចេញអស់អត់មានអ្នកណាឃើញឲ្យសោះសហរដ្ឋអាមេរិកមើលឃើញហួសឋានព្រះច័ន្ទអស់ទៅហើយអត់មានរឿងអីថាមើលភ្នំពេញមិនឃើញនោះទេរឿងនេះមិនខុសពីខ្មែរអ្នកសម្លាប់ខ្មែរនៅស្រុកខ្មែរបែរជាយួនអ្នកដឹងថាអស់3លាននោះប៉ុន្មានទេនៅសហរដ្ឋអាមេរិកវាយតម្លៃអ្នកព័ត៌មានខ្ពស់ណាស់អ្នកមុខអ្នកការធ្វើអីក៏មិនផុតពីភ្នែកអ្នកព័ត៌មានដែរមិនថោកទាបដោយក្រសួងព័ត៌មានឲ្យនៅស្រុកខ្មែរទេមុនពេលអញ្ជើញទៅដល់កម្ពុជាឃើញតែរាជប្រជាខំក្រងជើងគ្នាជញ្ជូនញ៉ាត់សុំឲ្យលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាជួយផងតែត្រូវបានអាជ្ញាធរទប់ស្កាត់គ្រប់ក្រឡាតើទាំងអស់នេះចេញមកពីស្អីមកពីខ្មែរក្នុងស្រុកអស់ច្រកហើយអស់ជំនឿលើរាជរដ្ឋាភិបាលក្បត់កិច្ចព្រមព្រៀងប៉ារីសហើយតែទោះបីខំខ្ទប់មិនឲ្យរាជប្រជាចូលជួបលោកប្រធានាធិបតីផ្ទាល់ក៏ដោយក៏លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាអាចឲ្យរាជប្រជាទៅជួបលោកអនុប្រធានសន្តិសុខបានដែរទោះបីដេញអ្នកព័ត៌មានចេញពីបន្ទប់អស់ក៏ដោយក៏នៅតែមានដំណឹងឡើងមកដល់សហរដ្ឋអាមេរិកដែរក៏នៅតែមានដំណឹងស្ដីអំពីលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាជិះយន្តហោះទៅប្រដៅសមមិត្តហ៊ុនសែនដល់ក្នុងបន្ទប់ដែរពេលជួបសមមិត្តហ៊ុនសែន40នាទីលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាមានប្រសាសន៍ពីកង្វល់របស់លោកថាលោកខ្វល់ខ្វាយនឹងមនុស្សរំលោភសិទ្ធិមនុស្សនៅកម្ពុជាចុះម្ចាស់ផ្ទះចេះឈឺឆ្អាលនឹងមនុស្សរំលោភសិទ្ធិមនុស្សក្នុងផ្ទះកម្ពុជាដែរឬអត់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាប្រាប់ឲ្យបោះឆ្នោតដោយសេរីនិងយុត្តិធម៌
លោកឲ្យដោះលែងអ្នកទោសនយោបាយដូចជាលោកមុំសំណងដូស្រាប់ថែមទាំងប្រាប់ថាបើនៅតែរំលោភសិទ្ធិមនុស្សនិងដីធ្លីជាដើមទៀតនោះនឹងធ្វើឲ្យទំនាក់ទំនងអាមេរិកកម្ពុជាល្អកកតើប្រសាសន៍របស់លោកប្រធានាធិបតីដើម្បីផលប្រយោជន៍អ្នកណាចុះសមមិត្តហ៊ុនសែនអួតដោះសារថាម៉េចថាអត់មានអ្នកទោសនយោបាយមានតែអ្នកនយោបាយជាប់ទោសស្ដាប់មួយផ្លេតឬដូចពីព្រេចភ្នៅស្ដាប់មួយផ្លេតឬដូចពីព្រេចក្តាមទៅព្រេចភ្នៅនិងពីព្រេចភ្នៅទៅព្រេចក្តាមខុសគ្នាកន្លះគីឡូម៉ែត្រយ៉ាងម៉េចមិនដឹងទេតើតែប៉ុណ្ណឹងទៅធ្វើមន្ត្រីកម្ពុជាបានយូរជាងគេលោកមុំសំណងដូត្រូវបានគេកាត់ទោសឲ្យជាប់គុក20ឆ្នាំពីបទមេខ្លោងញុះញង់បង្កើតតំបន់អបគមចុះមេខ្លោងនឹងស្អីមិនពាក្យនយោបាយចុះអបគមនឹងស្អីមិនទំនាស់នយោបាយប៉ុណ្ណឹងហើយមិនថាអត់មានអ្នកទោសនយោបាយក្រែងអត់ស្គាល់នយោបាយមានន័យថាម៉េចផងទីដឹងថាខ្លួនមិនអាចដោះលែងអ្នកនេះអ្នកនោះបានទេព្រោះជារឿងរបស់តុលាការថាខ្លួនមិនអាចជ្រៀតជ្រែកកិច្ចការតុលាការបានទេស្ដាប់ទៅឬដូចមានសិលច្រើនជាងសម្ដេចសង្ឃហើយចុះត្រង់ប្រកាសរកចាប់ខ្លួនលោកមុំសំណងដូតាំងពីតុលាការមិនទាន់ភ្ញាក់ពីដេកនឹងស្អីចុះត្រង់ប្រកាសរកចាប់ខ្លួនលោកមុំសំណងដូតាំងពីតុលាការមិនទាន់ភ្ញាក់ពីដេកនឹងស្អីមិនជ្រៀតជ្រែកតុលាការដែលថាឲ្យតែមានសំណុំរឿង003 004ទៀតស្រុកខ្មែរកើតសង្គ្រាមនឹងស្អីមិនគំរាមតុលាការមិនជ្រៀតជ្រែកតុលាការខំប្រកែករញ៉ាំងស្មានអាមេរិកកាំងមិនដឹងថាខ្លួនរំលោភសិទ្ធិមនុស្សឬអីអតុល្យភាពសង្គមវិបត្តិដីធ្លីគ្មានដំណោះស្រាយមនុស្សមិនស្មើភាពគ្នាចំពោះមុខច្បាប់វាយបង្ខំធ្វើបាបចាប់ដាក់គុកគ្មានមេធាវីការពារខ្លួនឆក់ប្លន់ដីធ្លីបំផ្លាញផ្ទះសម្បែងជំលះដឹកយកទៅចាក់ចោលដោយគ្មានធ្នូជាដើមនឹងហើយរំលោភសិទ្ធិមនុស្សម្លឹងហើយមិនថាកម្ពុជាមិនរំលោភសិទ្ធិមនុស្សអត់ស្គាល់អ្វីដែលហៅថារំលោភសិទ្ធិមនុស្សនោះទេដឹងសមមិត្តហ៊ុនសែនអួតថាការបោះឆ្នោតស្រេចលើគោជបឯករាជ្យកម្ពុជាឯករាជ្យអធិបតេយ្យគួរឲ្យចង់សើចតាមពិតសមមិត្តហ៊ុនសែនមិនបាច់បង្រៀនក្រពើឲ្យហែលទឹកទេមិនបាច់អួតរឿងឯករាជ្យប្រាប់សហរដ្ឋអាមេរិកទេព្រោះសហរដ្ឋអាមេរិកមានឯករាជ្យជាតិធ្លាប់ធ្វើបន់ឯករាជ្យជាតិរាល់ថ្ងៃទី4ខែកក្កដាតាំងពីឆ្នាំ1776មកហើយជាង200ឆ្នាំមកហើយមិនដូចឯករាជ្យខ្មែររកថ្ងៃឯករាជ្យជាតិតែមួយថ្ងៃមកធ្វើបន់ក៏មិនបានផងនោះទេមិនដូចអធិបតេយ្យខ្មែរដើរសុំទានគេរាល់ព្រឹកនោះទេបោះឆ្នោតអាណាធិបតេយ្យមួយនគរទុកដាក់ឲ្យតែគោជបមួយដោយលាក់អ្នកដតីទៀតពីក្រោយខ្នងនោះមិនមែនជាមធ្យោបាយល្អមិនមែនជាដំណោះស្រាយល្អសម្រាប់កម្ពុជាទេព្រោះទុកកម្លាំងបរទេសឈ្លានពានគ្រប់ប្រភេទពេញស្រុកមិនមែនជាគោជបទេព្រោះទុកកម្លាំងបរទេសឈ្លានពានគ្រប់ប្រភេទឲ្យនៅពេញស្រុកមិនមែនគោជបទេធ្វើអត្តសញ្ញាណប័ណ្ណអាណាធិបតេយ្យមិនមែនគោជបទេគំរាមសម្លាប់សូប៉ាន់មុនការបោះឆ្នោតមិនមែនគោជបទេកុំឆ្លាតពេកក្រៅពីនេះសមមិត្តហ៊ុនសែនសូមឲ្យលោកប្រធានាធិបតីលុបប្រាក់ដែលលោកសេនាប្រមុខលន់នល់ជំពាក់3-400លានដុល្លារនោះចោលទៅតែលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាថាកុំនិយាយ
បើយ៉ាងនឹងហេតុម៉េចថាអាមេរិកមិនមកប្រដៅតាមពិតអាមេរិកមិនត្រឹមមកប្រដៅកម្ពុជាទេតែប្រដៅទាំងបណ្ឌិតមេបកអាស៊ានអសមត្ថភាពទៀតផងព្រួយមួយបាញ់បានចាពីប្រហែលបណ្ឌិតអស់នេះអត់ដឹងពាក្យប្រដៅមានន័យថាម៉េចផងទេដឹងសង្គមអាមេរិកចេះប្រដៅតាមរបៀបត្រជាក់ស៊ីជ្រៅប្រកបណាស់សង្គមអាមេរិកចេះប្រដៅតាមរបៀបត្រជាក់ស៊ីជ្រៅប្រកបណាស់ទាំងសង្គមជាតិសង្គមសាលានិងសង្គមគ្រួសារតែងប្រដៅក្នុងភាពទន់ភ្លន់ធ្វើឲ្យអ្នកខុសអាចស្ដាប់កើតអាចកែបានពាក្យថាត្រូវធ្វើនេះកុំធ្វើនោះហើយប្រដៅមិនថាមិនប្រដៅអញ្ចឹងហើយបានជានៅក្នុងសង្គមអាមេរិកមួយទាំងមូលម្នាក់តែងជល់ចិត្តសរសេរជល់ចិត្តអានជល់ចិត្តស្ដាប់ជល់ចិត្តតាមដានសង្កេតជល់ចិត្តធ្វើជល់ចិត្តប្រជុំជល់ចិត្តបញ្ចេញមតិយោបល់និងជល់ចិត្តកែតម្រូវតាមច្បាប់ណាស់ចម្រើនណាស់ល្អណាស់ដោយអ្នកស្រុកខ្មែរតែងថាឋានសួគ៌នោះឯងមិនដូចអ្នកស្រុកខ្មែរខ្លួនឯងតែងប្រដៅតាមរបៀបក្តៅស៊ីរាក់ឃើញតែវាយឃើញតែច្រឡត់តោតតងឃើញតែអំពើហិង្សាដល់ទីបំផុតឃើញតែស្ដេចចោលឃើញតែមន្ត្រីទំនើងឃើញតែឃាតករពេញវត្តពេញវាំងពេញស្រុកនោះទេស្អែកឡើងលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាចូលប្រជុំជាមួយបកអាស៊ានតាមកម្មវិធីចប់កម្មវិធីហើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាធ្វើដំណើរវិលមកសហរដ្ឋអាមេរិកវិញភ្លាមទាំងប្រលប់ពលគឺចូលក្រោយគេចេញមុនគេទុកក្អែលខ្មែរឲ្យខ្មែរដោះខ្លួនឯងក៏បានមិនដោះក៏បានព្រោះអាមេរិកមិនមែនគ្រូប្រដៅកម្ពុជាស្រេចត្រឹមអ្នកភូមិកម្ពុជាហៅអាមេរិកបិតាប្រជាធិបតេយ្យក្រិនបើជាងម្ចាស់ផ្ទះហេងស៊យសូមបីកូនចៅក្នុងផ្ទះក៏មិនសាទរសូមអរគុណបាទឥឡូវវិចារណកថាស្ដីអំពីលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានចប់ទៅហើយនេះគឺខ្ញុំបាទជម្រាបអំពីដំណើរដែលលោកអញ្ជើញទៅទស្សនកិច្ចដើម្បីឲ្យបាននិយាយតាចង់ដឹងព្រោះជួនកាលទៅស្ដាប់មិនទាន់ឬក៏ថាអត់មានអ៊ីនធឺណិតអញ្ចឹងទៅខ្ញុំបាទយកមកជម្រាបជូនជាពិសេសនឹងបកស្រាយនឹងជួយជាយោបល់ខ្លះក្នុងភាសាដែលប្រើក្នុងរដ្ឋាភិបាលដូចជាមុននឹងលោកបារ៉ាក់អូបាម៉ាអញ្ចឹងទៅនឹងចេះតែមានច្រើនណាស់ខ្លះទៅក៏ហាមឃាត់ធ្វើញ៉ាត់ធ្វើអីសុំកុំឲ្យលោកអូបាម៉ាទៅខ្លះទៅក៏ថាឲ្យទៅគៀបសង្កត់លោកហ៊ុនសែនការដែលធ្វើយ៉ាងនេះខ្ញុំមិនជាហាមឃាត់អីទេមិនហាមឃាត់ទេព្រោះតែហាមទៅខ្លះទៅថាប៉ះសិទ្ធតែចឹងហើយលោកអ្នកធ្វើក៏ធ្វើទៅជាសិទ្ធិរបស់លោកអ្នកប៉ុន្តែថាការដែលទៅដោយប្រធានាធិបតីឬក៏ប្រទេសដទៃទៀតទៅគេមានហេតុផលច្បាស់លាស់របស់គេមិនធ្វើតាមតែយើងប្រាប់មួយផ្លេតនឹងទេគេមានគម្រោងការរបស់គេយូរអង្វែងដូចជាលោកបារ៉ាក់អូបាម៉ាទៅនឹងយើងដឹងហើយថាអាមេរិកមិនមែននៅក្នុងបកអាស៊ានទេប៉ុន្តែមានកម្មវិធីត្រូវជួបជាមួយបកអាស៊ានលើកមុនក៏ទៅដែរហើយឆ្នាំនេះក៏ទៅដែរដូច្នេះត្រូវតែទៅប្រជុំជាមួយនឹងបកអាស៊ានអញ្ចឹងព្រោះលើកនេះទៅលើកនេះលើកទី4ផងលើកទៅអញ្ចឹងដូច្នេះទៅបីគេថាខំគៀបសង្កត់ចុះថាប្រាប់ឲ្យលោកបាម៉ាទៅសង្កត់លោកហ៊ុនសែនឬថាកុំទៅជួបលោកហ៊ុនសែនក្មេងរឿងត្រូវតែទៅរឿងមិនសំខាន់រឿងជួបហ៊ុនសែនមិនសំខាន់រឿងទៅកម្ពុជាទេសំខាន់គឺទៅប្រជុំបកអាស៊ានតែសំខាន់គឺអញ្ចឹងដូច្នេះបានថាឲ្យយើងយល់ទាំងអស់នឹងផងហើយដល់អញ្ចឹងទៅ
khang nó sọc mai nó có pra phía xa mình sầm rung tê chọt chlay kia chlong kia rất tha mình men cru men mò bột đau men mò ấy chẳng nên khi ta phơi ở ta chết ta cầm được cô ở đó cho lăng tới mình ấy lúc từ cái cà bỏ lục rừng xề hay có lục bàn chiết để chụp nâng con sen chẳng đài hay có bàn prap vì bàn chụp sai sập này tí đấy có bàn prap ở đây cả để prap nâng có chỉ cả môi pin chết pin tham đó nâng sau đó mình từ ấy thế cái cần là bữa sinh na chỉ nơi tập phơi chẳng phải lọ co rồi có về mình tầm na ca mình lọ không mình tập phía bị gì cho thật hay nét sốc nó có pin chết pin tham hay có con chùm run oi lô con sen nâng oi đôi thà mờ kê mờ ai nhé nó còn đại càng vậy nhé giờ mờ tây phú mía đang ăn tây phú mía cái là lục tới lục tôi là lục mình từ control phú mía thế cái lục tôi xóa cung để phú mía đô nó để là món đồ tàn tấn à lâu nếu đồ mọi thua lục một đô lục một o cung chẳng ta lục một xóa cung chẳng ta hay lục chun này mà rồi chặt sập liền đô la thì nó anh ấy người ta cần là thật là o hơi chẳng ta dạ oi vô là chẳng ta cái mình từ control thế cái từ xóa cungจะเปียนองเปียได้ปลานองรัฐบาลนั้นประบานะติดนั้นอาจจะยังจะล้อมก็ปันแต่จีเวียงในเปียตุยโดยลูกคนแสนถาอัดเมียนเนี่ยโตนโยบายเต้เมียนเนี่ยนโยบายจบโตเปียนั้นเป็นโดยปีปริกนั้นเติมปริกน้ำโดยปีปริกน้ำโมปริกเราอย่างไรโดยตะเนี่ยที่มาทำบองปูนเต้อย่างไอ้ได้ยังอัดดังในที่สมานกับเขาเนี่ยทำให้เราเขาเต้ไปโดยจากนี้เด้โดยลงมอมสนองโดไม่ท่าลงมอมสนองโดมันจบตัวนโยบายจอดมอมสนองโดทำไมจอดทัดเวอปะกุ้มเปียปะกุ้มนู้นเปลี่ยนนโยบายเลยตุ่มแก้วตุ่มเนื้อนโยบายนะโง่ไม่คล้องเปียไม่คล้องนู้นเปลี่ยนนโยบายอย่างไม่ก็ถ้าเกิดมันจบมันเป็นจบตัวนโยบายอย่างถ้าอ่อยโยลเปียสำคัญหรือมันแทนคืออ่อยโยลเปียแต่เกี่ยวกับความเย็นนี่อ่อยโยลเปียจุกายังท่าอดได้ปนจ่อเองถูกจังอะยังท่ามันเมนได้ตามไปคือเมนเดี๋ยวนี้เดี๋ยวลูกโบมาลูกท่าน้องมันคอยลูกท่าดอกไตดอกจิงเตอร์เนี่ยจบกลุ่มนโยบายไอ้โน่ดอกเล่นจิงเตอร์ให้ต่างทำเมนเนี่ยตัวนโยบายเตะอย่างโดยเจนี่เจอันนี้ยังมันท่าเอายั่วขนมเรื่องนะปลากาปลาพิษานั่งให้โดยเปียทำมัดเพียบแม้ก็นำมัดโดยยังธรรมดายังธรรมดาแต่ว่ายังมัดรับอ่านคืนนี้นั่งเปียธรรมดาตอนเปียได้ต้องนอนเต้มันธรรมดาเต้มันสิจุ่มเราเจียงหนึ่งเปียทำมัดนั่งบ้านในแต่ตุกเจ็ดได้ยังเตอตุกเจ็ดคืนนี้จุยคืนนี้ยังอันนั้นเปียขนมมัดขนมรัฐบาลวัฒนเจียงหนึ่งโดยยังตุกเจ็ดโดยประเทศไต้กี่มอนั่นกี่ตุกเจ็ดกัมพูชีนั่นเหมือนกี่มอนั่นจีกับปลาหอมวยมอวงมอจอกเต้ากูจอกเต้าอะไรอันเป็นไอ้เต้ให้มาเบอร์โลกโอมาเต้าอย่างไรกองกาเปียอยู่แต่ไปไทยประมาณอัดอ้อยเด้เนี่ยกาเปียเรานำปิ้งบะเด้บะกาเปียเด้นั่งมอปิสไอยังเกิดเมื่อจังเกิดทั่วนี่เกิดทั่วอ้อยเมื่อโดยพุทธศาสนาខ្ញុំចេះតែប្រៀបធៀបខ្ញុំចេះតែប្រៀបធៀបរវាងដែលខ្ញុំនៅអាមេរិករាល់ថ្ងៃយើងទាំងអស់គ្នាដឹងហើយខ្ញុំក៏កែក្នុងដុំដូចតែគ្នានៅពីដើមដល់យើងមកមើលគេទៅយើងមើលគេធ្វើម៉េចយើងទៅហើយយើងប្រៀបទៅយើងមកម៉េចមើលគេមកម៉េចអញ្ចឹងហើយយើងនិយាយក្នុងយើងនិយាយឡើងសិថាអ្នកកាន់ពុទ្ធសាសនាហើយពុទ្ធសាសនាហ្នឹងយ៉ាងម៉េចពុទ្ធសាសនានេះគេសម្រាប់តែមកអង្គុយអួតលើកអីឲ្យគេស្ដាប់ចឹងអីពុទ្ធសាសនាបើសិនណានិយាយល្អហ្នឹងបានតែចេះសាសនាល្អហើយអញ្ចឹងបើឃើញបាននិយាយល្អនោះល្អណាត្រូវណានឹងសាសនាអញ្ចឹងអីសាសនាពុទ្ធសាសនាអ្នកចេះនេះគឺអ្នកអង្គុយតែនិយាយហ្នឹងអីពុទ្ធសាសនាដែលកើតជាពុទ្ធនោះកើតដោយសារតែនិយាយហ្នឹងអីយ៉ាងគិតមើលទាំងអស់គ្នាយ៉ាងពុទ្ធសាសនាណាមិនអួតឲ្យគេស្ដាប់ទេស្ដាប់ឲ្យបានទៅមិនអ្នកចេះពុទ្ធសាសនាមកអង្គុយលើកអីមកអង្គុយនឹងមកអួតដាក់ក្បាលមីក្រូឲ្យគេស្ដាប់នឹងទេអ្នកចេះនឹងមិនអញ្ចឹងទេ
ពុទ្ធសាសនាមិនមែនអួតឲ្យគេស្ដាប់ទេគឺបង្ហាញឲ្យឃើញបង្ហាញឲ្យឃើញហើយយើងមើលអាមេរិកនេះគេចូលចិត្តបង្ហាញមុននឹងធ្វើអីគេបង្ហាញទ្រឹស្ដីណាធ្វើចេះគេបង្ហាញគេប្រាប់ផងគេប្រាប់ផងគេបង្ហាញផងគេធ្វើឲ្យមើលផងនឹងអញ្ចឹងដូចជាយើងត្រូវរៀនពីនឹងត្រូវរៀនពីនឹងត្រូវរៀនពីធ្វើហ្នឹងក៏ហៅទ្រឹស្ដីដែរឧទាហរណ៍យើងឃើញគេធ្វើអីកុំហើញដែលយើងឃើញហ្នឹងគឺហៅតែទ្រឹស្ដីដែរកុំគិតថាទ្រឹស្ដីនៅត្រឹមតែសភៅនៅត្រឹមតែអូខ្ញុំបានរៀនទ្រឹស្ដីខ្ញុំចេះនិយាយចេះតែទ្រឹស្ដីមិនមែនត្រឹមនិយាយទេមិនមែនត្រឹមសរសេរទេទ្រឹស្ដីនោះឃើញផងដែរដែលយើងឃើញគេធ្វើនោះដែលគេធ្វើឲ្យមើលនោះដូចគេនិយាយភាសាដៃគេលើកដៃលើកជើងអានោះក៏ជាទ្រឹស្ដីដែរដែលយើងឃើញគេធ្វើនោះអញ្ចឹងឃើញទេអាមេរិកគេធ្វើឲ្យមើលអញ្ចឹងហើយខុសពីយើងអត់ប្រកែខាងធ្វើទេប្រកែខាងនិយាយបើបានណានិយាយប្រកែទេអូល្អណាអូព្រោះណាអូចេះណាណែចេះខាងអួតឲ្យតែបានអួតហ្នឹងអូច្បាស់ណាគ្រប់ត្រូលភ្លាមហ្នឹងហើយយើងដូច្នេះនៅខាងលោកទៅនេះលោកធ្វើឲ្យឃើញច្បាស់ហើយលោកនិយាយយ៉ាងម៉េចលោកធ្វើយ៉ាងម៉េចហ្នឹងគឺឃើញច្បាស់ហើយបងប្អូនមិនបានមើលទេខ្ញុំក៏អាចខ្ញុំបានមើលបានអីទៅឃើញថាគេបង្ហាញឲ្យឃើញចឹងបងហើយមួយបែបទៀតនិយាយពីរឿងកាត់ទោសខានជំរាបយូរហើយមែនទេរឿងកាត់ទោសមកទល់ប្រហែលជាមួយខែ2ខែ